ហើយពីរនាក់ដីប្រពន្ធកើតដីមួយចំនួននៅខាងមុខផ្ទះហ្នឹងដីសល់ពីធ្វើអីហ្នឹងយកមកគោលបំណងទៅធ្វើផ្លូវមួយដាក់ដើម្បីឲ្យបានឡើងលើផ្លូវហ្នឹងណាចឹងចែកគ្នាធ្វើចែកគ្នាជីចែកគ្នាជោគចឹងណាម្នាក់កាន់កាមេរ៉ាក្រោមទៅម្នាក់ជោគក្រោមទៅនេះទេបងប្អូនអើយមានថ្ងៃជោគដីសល់ហ្នឹងទុកពីនៅលើហ្នឹងដល់តែខាតប្រយោជន៍ចឹងយកទៅចាក់ផ្លូវដើម្បីឲ្យបងប្អូនលោកជួយធ្វើដំណើរបានទៅនឹងទៅបានស្រួលចឹងណាម្នាក់ដៃម្នាក់ជើងទៅក្នុងភូមិយើងហ្នឹងធ្វើអញ្ចឹងទៅបានផ្លូវមួយទៅមុខឲ្យវានៅស្ទះនៅស្ទះអញ្ចឹងណាចូលចូលអដីសល់ពីការធ្វើអាគារអីចឹងទៅគេទុកពេញផ្លូវមកផ្ទះមកអីចឹងក៏ចូលយកទៅដាក់ទៅដើម្បីឲ្យបានផ្លូវហ្នឹងហើយកន្លែងប្រហែងប្រហោងអីដាក់បិទវាចិត្តទៅតែរៀបទៅដើម្បីងាយក្នុងការធ្វើដំណើរឬក៏ធ្វើដំណើរហាត់ប្រាណឲ្យវាមិនជំពប់វាមិនមុតវាមិនក្រិចដៃក្រិចជើងអីចឹងណាបងប្អូនលោកអ្នករៀនធ្វើអញ្ចឹងហាត់ប្រាណក៏បានហ្នឹងហើយយកទៅដាក់កន្លែងជាពិសេសក្នុងរដូវភ្លៀងនេះវាប្រពេចប្របាច់ចេះជោគយកទៅដាក់ទៅពេញកន្លែងណាចឹងទៅវាធ្វើឲ្យពេញបរិបទមួយទៅស្រួលធ្វើដំណើរចឹងហ៎បងប្អូនចឹងឯងឥឡូវនេះចាប់ផ្ដើមជោគហើយដាក់ហើយមានអាទៀសរុញមួយហ្នឹងគឺសម្រាប់ជោគដាក់តែហ្មងតិចទៀតពេញហើយតិចទៀតទៅហ៎ទៀតបានទៅដល់កន្លែងដាក់ឡើយអ្នករៀនធ្វើពលកម្មហើយដើម្បីឲ្យកាយសម្បទាហ្នឹងវាមានលំហាត់ប្រាណដុតបឺនស្ករបឺនអីបឺនខ្លាញ់អីវាធ្លាក់ចេញតាមនោមទៅអីចឹងណាបាទឥឡូវចេញដំណើរហើយទៅហើយរុញទៅហើយរុញទៅគៀបកង់ពីរនាក់ប្តីប្រពន្ធទៅហើយ1 2 3ម៉ែកង់តឹងមហាសែនតឹងអត់ដាក់ប្រេងហ៎អូហើយអញ្ចឹងទៅអូហើយដឹងដៃនោះដឹងប្រែងវាគៀបពេកទៅគាំងដៃទៅដឹងហ៎អ្នកអាដឹងអាទៀសនេះវាគៀបហើយអញ្ចឹងកន្លែងខ្ញុំថតហ្នឹងមិនដឹងជាវាស្អិតដែរឬយ៉ាងម៉េចបើនេតិវានៅតែដើរតាមហ្នឹងទៅតាមពិតទៅនេះប្រហែលជាឈប់ដោយសារដាក់ប្រេងបងដាក់ប្រេងរួចហើយប្រេងកង់នឹងតិចសិនព្រោះពិបាកអូសតាំងស្អិតតែប្រឹងអូសដល់នោះវាមិនដឹងជាបានបុណ្យបានកុសលដល់ណាទៅវាតាំងម្លឹងប៉ិនយើងដាក់ប្រេងទៅឥឡូវយកមកដល់អ្នកដល់ឡើងចាក់ផ្លូវដើម្បីឲ្យបានធ្វើដំណើរស្រួលឡើងលើផ្លូវហ្នឹងអត់មានយកលុយយកកាក់អីទេអានេះគឺចូលរួមឯណាធ្វើទៅបានឡើងទៅធ្វើចឹងឯងបងប្អូនពីរអ្នកប្តីប្រពន្ធខ្ញុំហ្នឹងប្រពន្ធខ្ញុំគាត់ជីកដាក់ខ្ញុំក៏ជីកដាក់ដែរចូលរួមអូអូវាឡើងមកលើយើងធ្វើតាមកម្លាំងរបស់យើងធ្វើពោះកម្លាំងខ្លាចទៅជាមិនបានស្រួលទៅជាលំបាកវិញអញ្ចឹងណាយើងតែប៉ុណ្ណាយកប៉ុណ្ណឹងមកប្រានយើងកំពុងតែប្រម៉ែប្រមូលវាដាក់កន្លែងផតកន្លែងអីហ្នឹងតែរយៈខ្ញុំលោកឆ្កាដាក់ហ្នឹងហើយបងប្អូនតើបាទតើហើយយកទៅឆ្កាទៅពេញអូល្អ
ចាប់ផ្ដើមបងប្អូនចាប់ផ្ដើមសំកសល់ផងសំទង្វើល្អផងចំបែបហ្នឹងមានវិសមានអីជាប់ហើយជើងបាត់ជើងនឹង អីដែរបាទអរគុណបងប្អូនប៉ុណ្្នឹងឯង